បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានរឿងគួរចាប់អារម្មណ៍មួយចង់ឲ្យបងប្អូនអរគ្នាបានដឹងចឹងថាមានដីមួយកន្លែងនៅក្រោយបរិយាខេត្តហ្នឹងក៏ដាក់ជួលហើយនៅទីនេះសិតតែព្រៃហើយខ្ញុំឃើញដីហ្នឹងទីតាំងល្អសម្រាប់ដាំដុះខ្ញុំគិតថាដីនេះមើលទៅគូតែប្រៃคล้ายពីព្រៃទៅជាដំណាំចិនសាប់ដូចជាអង្ការមន់ត្រែនដែរហើយយើងដាំដំណាំដោយលឹកគូឆាយជីវ៉ាន់ស៊ុយស្ពៃតកួនពុយផ្សេងហើយនៅទីនេះមានស្រាប់ម្ចាស់ផ្ទះជួលឲ្យខ្ញុំតែតម្លៃប្រហែលជា$150អីទេហើយឃើញផ្ទះទឹកចោលដាក់ជួលដូច្នេះខ្ញុំចង់ជួលដីនេះហើយប្រែខ្លាចជាកន្លែងល្អហើយចង់ចាប់ផ្ដើមមុខរបរមួយដោយសារតែខ្ញុំឥឡូវវាគ្មានអ្វីក្នុងដៃអត់មានផ្ទះនៅក្នុងក្រុងទេគិតថាធ្វើការយកប្រាក់ខែមកជួលផ្ទះហើយដាំដំណាំខ្លះផងហើយយើងអាចសង្ឃឹមថាវាអាចបង្កើតប្រាក់ចំណូលបានចាំបងប្អូនមើលចុះសិតតែព្រៃអញ្ចឹងខ្ញុំសង្ឃឹមថាពេលដែលខ្ញុំជួលមួយខែពីរខែទៀតទីនេះនឹងខ្លាចជាដីដែលមានដំណាំដីមានកន្លែងចំសត្វហើយលែងមានព្រៃទៀតណាខ្លាចជាកន្លែងស្អាតមើលទៅទីផ្ទះសំសួនហើយបងប្អូនមើលចុះមើលជុំវិញផ្ទះនេះគឺដីដុះចិត្តហើយព្រៃដុះចិត្តហើយបាទអញ្ចឹងមុនដំបូងខ្ញុំអត់មកនៅទេខ្ញុំធ្វើការរៀបចំវាសិនបានយើងផ្លាស់ប្ដូរផ្ទះជួលប្រោយបាទហើយពាក់ព័ន្ធនឹងទីនេះវាអត់មានលបងគ្រប់គ្រាន់តែដូចអត់សូវមានសុវត្ថិភាពណាព្រោះអីវាលហលហេវចឹងផ្ទះធម្មតាធ្វើតែមានលបងការពារតែវាអត់មានលបងវាប្រឈមនឹងបញ្ហាសុវត្ថិភាពបងទៅនេះធំឮថា4បន្ទប់តែតបានចូលទៅមើល4បន្ទប់អញ្ចឹងចាំមើលបាត់សតនៃការរៀបចំការសម្អាតរបស់ខ្ញុំគិតថាប៉ុណ្ណឹងវាអត់បញ្ហាសម្រាប់ខ្ញុំគាត់នៅសម្អាតរៀបចំហើយតែការតទឹកតភ្លើងអីឡើងវិញអត់អីទេអរគុណក្បាច់ទ្វាអូទៅការកលឹះទៅការអីអត់អីទេនៅបានអ្វីដែលគួរចាប់អារម្មណ៍ជាងគេមានចំណុច2សំខាន់សម្រាប់ខ្ញុំគឺដីធំទីទៀតគឺផ្ទះស្អាតបាទបញ្ហាចោតសម្រាប់ខ្ញុំអ្វីធំជាងគេគឺបើកាត់មើលទៅមានតែធ្វើលបងមួយទេបញ្ហាសុវត្ថិភាពហើយសម្រាប់ព្រៃយកពេលវាមិនជាបញ្ហាចោតធំសម្រាប់ខ្ញុំព្រៃវិចារហ្នឹងតែយើងអាចប្រើកម្លាំងកោះកាប់វាអញ្ចឹងវីដេអូនេះយើងបញ្ចប់ត្រឹមនេះសិនហើយវគ្គបន្ទាប់ខ្ញុំចង់ឲ្យបងប្អូនអរគ្នាបានរីករាយទស្សនាជាមួយនឹងការប្រែក្លាយដីទីកន្លែងនេះទៅជាកន្លែងដាំដំណាំហើយមើលទៅស្អាតជាងមុនលែងដីព្រៃចឹងទៀតហើយអរគុណ